ព្រោះដើម្បីថាទារកកើតមកគាត់អាចអត់ដកដង្ហើមអញ្ចឹងយើងធ្វើការសង្គ្រោះភ្លាមនឹងតែម្ដងអញ្ចឹងបើសិនជាក្នុងករណីថាយើងពជាពេលម្ដាយពជាពេលអត់បានមកទេដូច្នេះកូនថប់ដង្ហើមយូរអាចធ្វើអីស្លាប់នៅក្នុងពោះអញ្ចឹងជារៀងរាល់ថ្ងៃជាវិជ្ជបណ្ឌិតនៅអគារទារកការងារដែលខ្ញុំធ្វើជាប្រចាំថ្ងៃគឺត្រូវមើលជំងឺទារកដែលមានជំងឺស្រាលក៏ដូចជាជំងឺធ្ងន់ក៏ពេលខ្លះត្រូវមើលទៅលើទារកដែលត្រូវការសង្គ្រោះបន្ទាន់ផងដែរហើយលើសពីនឹងទៅទៀតនោះគឺធ្វើការបង្រៀនទៅវិជ្ជបណ្ឌិតដែលមកចុះកម្មសិក្សានៅមន្ទីរពេទ្យកុមារអង្គរចាអញ្ចឹងដោយឡែកមួយទៀតការងារដែលប្រចាំមួយទៀតម្ដងគឺជាការងារសហគមន៍ដែរការងារសហគមន៍នេះខ្ញុំក៏ជាវិជ្ជបណ្ឌិតដែរតែយើងធ្វើការបង្រៀនក៏ដូចជាបង្វឹកទៅលើបុគ្គលិកដែលនៅតាមមន្ទីរពេទ្យដែលនៅក្នុងគេហៅថាកម្មវិធីដែលយើងបានប្រើប្រាស់នេះគឺជាកម្មវិធីសង្គ្រោះទារកចាដែលកម្មវិធីសង្គ្រោះទារកយើងបានធ្វើជាដំបូងនៅខេត្តមួយដែលដាច់ស្រយាលគឺខេត្តព្រះវិហារដែលយើងធ្វើនោះគឺមិនមែន5ឆ្នាំទេដែលគម្រោងដំបូងតែ5ឆ្នាំទេអញ្ចឹងយើងធ្វើរហូតដល់ប្រហែលជា8ឆ្នាំតាមរយៈរបាយការណ៍មួយឆ្នាំចុងក្រោយរបស់មន្ទីរពេទ្យកុមារអង្គរយើងបានសង្គ្រោះនិងព្យាបាលជំងឺទារកដូចជាជំងឺស្រាលជំងឺធ្ងន់ក៏ដូចជាជំងឺពិគ្រោះប្រមាណ1500ករណីចាអញ្ចឹងទារកដែលមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរផ្នែកទារករបស់យើងនេះថាពលឬមកក៏4ចម្បងចាដែលទី1គឺទារកដែលមិនគ្រប់ខែចាទី2គឺទារកដែលមានការបង្ករោគចាទី3គឺទារកដែលថប់ដង្ហើមនៅក្នុងផ្ទៃរួចហើយធ្វើឲ្យគាត់មានបញ្ហាទៅលើខួរក្បាលហើយគេបញ្ជូនមកព្យាបាលបន្តនៅខាងទីពេទ្យកុមារអង្គររបស់យើងចាមួយទៀតនោះគឺអាចមានជំងឺខាន់លឿងអាចមានជំងឺអីផ្សេងតទៅទៀតចេញទឹកតាមមាត់ទៀតវាមិនធម្មតាអូខេអញ្ចឹងយើងឆ្ងល់ថាទារកថប់ដង្ហើមក្នុងផ្ទៃនោះវាថប់ដោយរបៀបណាអញ្ចឹងធម្មតាទារកនៅក្នុងផ្ទៃគាត់ទទួលបានអុកស៊ីហ្សែនពីស្ទងសុកចាអញ្ចឹងបើសិនជាក្នុងករណីថាស្ទងសុករបស់គាត់គេហៅថាដូចចំណងមួយចងអញ្ចឹងគាត់នឹងបាត់បង់អុកស៊ីហ្សែនហ្នឹងមែនទេហើយមួយទៀតនៅពេលដែលសុករបស់គាត់ត្រូវភ្ជាប់ជាមួយម្ដាយបើសិនជាសុកនឹងមានការរបើកតើបានអុកស៊ីហ្សែនមកអត់គឺអត់បានទេអាហ្នឹងក៏គាត់ឲ្យគាត់ថប់ដង្ហើមដែរហើយមួយទៀតបើសិនជាក្នុងករណីថាគាត់ត្រូវដល់ពេលសម្រាលហើយចាគាត់ត្រូវដល់ពេលសម្រាលប៉ុន្តែចៃដន្យគឺម្ដាយមានបញ្ហាដូចជាស្បូនរបស់គាត់អត់បើកទេអញ្ចឹងទារកនៅក្នុងហ្នឹងគាត់ត្រូវចិត្តដល់ពេលសម្រាលហើយគាត់ថាគាត់ត្រូវការរកខ្យល់អីចាអញ្ចឹងវាអាចធ្វើឲ្យទារកថប់ដង្ហើមដែរអញ្ចឹងករណីមានច្រើនហើយណាមួយទៀតរឿងមួយទៀតនោះគឺយើងសម្បូរដែរគឺម្ដាយធ្លាក់ឈាមអញ្ចឹងធ្លាក់ឈាមមកគឺតែធ្លាក់ឈាមរហូតប៉ុន្តែកូននឹងអត់ទាន់ចាញ់មកទេអាហ្នឹងក៏អាចធ្វើឲ្យកូននឹងថប់ដង្ហើមនៅក្នុងផ្ទៃដែរ